សម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃទី9ខែធ្នូឆ្នាំ2025បានដាក់បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់កម្ពុជាត្រូវតែវាយបកគ្រប់ចំណុចទាំងអស់ដែលយោធាថៃវាយចូលលោកបានលើកឡើងថា24ម៉ោងនៃការអត់ធ្មត់ពីការវាយប្រហារដ៏កម្រោលរបស់យោធាថៃដើម្បីគោរពបទឈប់បាញ់និងទុកពេលជំនះពលរដ្ឋបានផុតកំណត់ហើយប្រធានព្រឹទ្ធសភាដែលជាអតីតនាយករដ្ឋមន្ត្រីរបស់កម្ពុជាបានឲ្យដឹងថាកម្ពុជាបានបង្ខំចិត្តវាយបកទៅថៃវិញកាលពីយប់ថ្ងៃទី8ខែធ្នូនិងបន្តវាយតបនៅថ្ងៃទី9នេះបន្ទាប់ពីកងកម្លាំងថៃបានបន្តពង្រីកការវាយលុករបស់ពួកគេចូលទឹកដីកម្ពុជាកាន់តែខ្លាំងក្លាលោកបានរិះគន់សេចក្តីប្រកាសរបស់ភាគីថៃដែលដឹកនាំដោយលោកអនុទានឆាន់វីរៈកុលជានាយករដ្ឋមន្ត្រីថានឹងប្រើប្រាស់កម្លាំងវាយយកទីតាំងកម្ពុជាចំនួន11ឆ្លើយតបទៅនឹងការគំរាមកំហែងនេះប្រធានព្រឹទ្ធសភាកម្ពុជាដែលនៅជួយគ្រប់គ្រងរដ្ឋាភិបាលនៅក្នុងសមរភូមិប្រយុទ្ធបានបញ្ជាឲ្យវាយការពារគ្រប់ចំណុចដែលខ្មាំងវាយចូលប្រធានព្រឹទ្ធសភាកម្ពុជាមើលឃើញថាស្ថានភាពពេលនេះផ្ដល់ឱកាសឲ្យកម្ពុជាអនុវត្តយុទ្ធវិធីកំទេចកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់យ៉ាងមានប្រសិទ្ធភាពលោកបញ្ជាក់ថាកម្ពុជាអាចការពារទឹកដីបានដោយកម្ពុជាមានលេនដ្ឋានរឹងមាំនិងអាវុធគ្រប់ប្រភេទឆ្លើយតបទៅនឹងសម្ដីរបស់មេតបជើងគោកថៃលោកឆៃភឿដួងប្រផាត់ដែលបានប្រកាសថានឹងបំផ្លាញសមត្ថភាពកងកម្លាំងការពារជាតិរបស់កម្ពុជារយៈពេលវែងនោះប្រធានព្រឹទ្ធសភាកម្ពុជាយល់ឃើញថាសម្ដីនេះហាក់ដូចជាខ្លាំងជាងមហាអំណាចយោធាលើលោកទៅទៀតលោកបញ្ជាក់ថាកម្ពុជាពិតជាមិនអាចអង្គុយអោបដៃឲ្យថៃបំផ្លាញតាមចិត្តចង់នោះទេគិតត្រឹមម៉ោង6ព្រឹកថ្ងៃទី9ខែធ្នូឆ្នាំ2025ពលរដ្ឋស៊ីវិលកម្ពុជាចំនួន7នាក់បានបាត់បង់ជីវិត20នាក់រងរបួសដោយសារតែការបាញ់ប្រហាររបស់យោធាថៃនេះបើយោងទៅតាមក្រសួងការពារជាតិខ្ញុំរស់សុធាពី News Today NTTV ឱកាសពិសេសសម្រាប់បងប្អូនដែលមកចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ CUS ចាប់ពីថ្ងៃទី15ខែវិច្ឆិការហូតដល់ថ្ងៃទី31ខែធ្នូឆ្នាំ2025នឹងទទួលបានកុំព្យូទ័រមួយគ្រឿងភ្លាមព្រមទាំងទទួលបានអាហារូបករណ៍ពិសេសផងដែរ